ខ្ញុំឈ្មោះហែមស្រីរតអាយុ33ឆ្នាំមានកូន2នាក់ស្រី1ប្រុស1ពីមុនខ្ញុំពិបាកខ្ញុំជពាក់គេច្រើនហើយយើងមិនដឹងថារោដំណោះស្រាយអីសងគេអញ្ចឹងកូនក៏ទៅរៀនធម្មតាដែរតែដល់យើងជពាក់គេច្រើនទៅមិនសូវហូបគ្រប់គ្រាន់ទេរៀងថយតាដែលយើងជួបការលំបាកដែលយើងមិនបាក់ទឹកចិត្តដោយសារកូនហើយនឹងម្ដាយខ្ញុំព្រោះគាត់ម្ដាយខ្ញុំចាស់ហើយកូនខ្ញុំនៅតូចៗចឹងខ្ញុំស្គាល់សង្កាត់តាមរយៈគ្រូកូនរបស់ខ្ញុំគាត់បានចុះមកជួយគ្រួសារខ្ញុំដែលខ្ញុំទៅរៀនវគ្គបង្រៀនបង្រឹងមុខរបរនិងទុកដាក់លុយកាក់ហ្នឹងខ្ញុំមានអារម្មណ៍ល្អថាយើងចេះទុកដាក់លុយកាក់ខ្លះហើយនឹងយើងយល់ដឹងពីចំណូលចំណាយយើងគាត់បានជួយដូចជាជីងហើយនឹងអតេះពេលគ្រួសារខ្ញុំឈឺខ្ញុំទៅមណ្ឌលសុខភាពទៅយកបានក្រីក្រទៅគេអត់គិតលុយពីខ្ញុំទេតាំងពីខ្ញុំធ្វើការជាមួយសង្កាត់មករយៈពេលប្រហែលជា6ខែជីវភាពខ្ញុំឥឡូវតាំងពីសង្កាត់ជួយខ្ញុំមករៀងក្រាន់បើជាងមុនយើងក៏បានសងគេដោះសងគេរៀងធូរស្បើយហើយយើងក៏ឲ្យកូនយើងទៅរៀនបានគ្រប់គ្រាន់ដែរអត់ពិបាកដូចមុនទេសង្កាត់គាត់បានរៀបចំឲ្យកូនខ្ញុំទៅរៀនជំនាញក្នុងពេលឆាប់នេះហើយចំណូលខ្ញុំរងហើយបាន2លាន30ម៉ឺនខ្ញុំចំណាយទៅលើសងគេខ្លះម្ហូបខ្លះបង់ទឹកភ្លើងខ្លះនិងកូនរៀនសមហ្នឹងខ្ញុំសំខ្ញុំមានអារម្មណ៍ត្រេកអរខ្លាំងហើយនឹងអរគុណខាងសង្កាត់ខ្លាំងដែលគាត់បានជួយក្រុមគ្រួសារខ្ញុំចង់ប្រាប់ទៅគ្រួសារដែលជួបការលំបាកឲ្យខំប្រឹងតស៊ូដើម្បីមនុស្សដែលយើងស្រឡាញ់ផែនការខ្ញុំបន្តទៅមុខទៀតខ្ញុំចង់បង្រីកមុខរបរខ្ញុំបន្ថែមហើយនឹងចង់ឲ្យកូនខ្ញុំចូលរៀនជំនាញ